លោកជំទាវបណ្ឌិតជាសេរីទេសអភិបាលធនធានជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2025បានចូលរួមកិច្ចប្រជុំជាមួយអាដាមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងសក្ការីនៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើយ៉ាងណាសម្រួលការដាក់បន្ទុកនិងដកបន្ទុកអចលនទ្រព្យក្នុងវិស័យធនាគារជាលទ្ធផលនៃជំនួបលោកជំទាវបណ្ឌិតជាសេរីអគ្គទេសភិបាលធនាគារជាតិនៃកម្ពុជាបានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឲ្យសេដ្ឋកិច្ចជាតិដំណើរការល្អលោកជំទាវបញ្ជាក់ថាទំនាក់ទំនងរវាងអចលនទ្រព្យនិងធនាគារគឺមានភាពស្អិតរមួតតាមរយៈការដាក់ទ្រព្យបញ្ចាំដើម្បីបានប្រាក់កម្ចីហើយការឡើងឬចុះនៃតម្លៃអចលនទ្រព្យក៏មានផលប៉ះពាល់ដល់ធនាគារដែរក្នុងកិច្ចប្រជុំអាដាមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីការកត់សម្គាល់ដែលថាជាទូទៅប្រាក់ដុល្លារនិងប្រាក់រៀលអាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នតែនេះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ1979មកការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជនដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈផងដែរជាសំណើដល់ធនាគារជាតិនៃកម្ពុជាអាដាមឧបនាយករដ្ឋមន្ត្រីសាយសំអាលលើកឡើងថាតើធនាគារជាតិនៃកម្ពុជាអាចមានការឯកភាពសហការជាមួយក្រសួងរៀបចំដែនដីកម្រិតណាក្នុងវិស័យដីធ្លីដើម្បីប្រែក្លាយដីឲ្យទៅជាធនាគារដីដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អក្នុងជំនួបនោះថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាអំពីស្ថានភាពវិស័យធនាគារនិងទំនាក់ទំនងជាមួយវិស័យសំណង់និងអចលនទ្រព្យនិងការប្រើប្រាស់បច្ចេកវិទ្យា Blockchain តាមរយៈប្រព័ន្ធបាគងដើម្បីសម្រួលដល់ការផ្ទេរបណ្ណកម្មសិទ្ធិក៏ដូចជាការដាក់បន្ទុកនិងដកបន្ទុកអចលនទ្រព្យក្នុងវិស័យធនាគារក្នុងគោលបំណងសម្រួលដល់ការគ្រប់គ្រងនិងការប្រើប្រាស់បណ្ណអចលនទ្រព្យឲ្យមានប្រសិទ្ធភាពនិងតម្លាភាពស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម Digital